5 ខែ 10 ឆ្នាំ 2024 បងប្អូនមើលទៅណានេះសូឡារបស់ខ្ញុំនៅរដូវភ្លៀងនេះគឺល្អខ្លាំងបងប្អូនមើលណាខ្ញុំគោះលើវាលើធិលចាហើយឥឡូវខ្ញុំជោគជូនបងប្អូនមើលនៅប្រឡោះនេះមួយចាបងប្អូនមើលអាសូឡាគឺសុខភាពល្អបែបនេះណាបងប្អូនគឺល្អមែនតេនចាហើយនេះឫសរបស់វាបងប្អូនមើលទៅចានេះឫសរបស់វាគឺបែបនេះអញ្ចឹងអាសូឡាដែលមានអាយុច្រើនគឺវាចាប់ផ្ដើមមានគ្រាប់បងប្អូនអាយុដែលច្រើនគឺមានគ្រាប់តែសូឡានេះអត់ទាន់មានគ្រាប់ទេណាបងប្អូនដោយសារវានៅអាយុតិចប៉ុន្តែអាយុប៉ុណ្ណេះគឺបងប្អូនកំងបានចាខាងខ្ញុំដាក់ជូនបងបាន25ខេត្តក្រុងជាពិសេសសម្រាប់អ្នកចង់យកឲ្យសត្វស៊ីគឺល្អប្រពៃមែនទេចាល្អខ្លាំងណាស់ចាអញ្ចឹងបងប្អូនណាខ្លះដែលចង់ដាំអាសូឡាឲ្យល្អបែបនេះចាតំណែងមកខាងខ្ញុំបង្ហាញពីបច្ចេកទេសដាំហើយបើសិនជាបងប្អូនដាំទៅមានបញ្ហាណាមួយទោះបីជាបងប្អូនទិញក៏ដោយមិនទិញក៏ដោយឆាតប្រឹក្សាយោបល់ជាមួយខ្ញុំមកខ្ញុំប្រឹក្សាជូនចាហើយបើសិនជាចកបងប្អូនមានបញ្ហាណាមួយសូមបងប្អូនថតរូបភាពចកបាញ់ចូលក្នុង Telegram របស់ខ្ញុំ095 656 222ដើម្បីឲ្យខ្ញុំប្រឹក្សាយោបល់ជូនបងប្អូនទាំងអស់គ្នាបន្ទាប់មកបងប្អូនអាចទិញជីបំពន់ឬមួយក៏បងប្អូនអាចទិញថ្នាំការពារសត្វល្អិតឬក៏ទិញជីសរីរាង្គធម្មជាតិហើយប្រើបច្ចេកទេសតាមខាងខ្ញុំបានបើសិនជាបងប្អូនអត់ធ្លាប់ប្រើហើយនេះអ្នកដាំរបស់ខ្ញុំគឺក្មេងៗទេចាប៉ុន្តែក្មេងស្រីគឺខ្ញុំអត់ឲ្យគាត់បាញ់ថ្នាំសត្វល្អិតទេគឺឲ្យគាត់គ្រាន់តែដាក់ជីដាក់ថ្នាំដាក់អំបិលតែប៉ុណ្ណោះដាក់ជីដាក់ចកអាសូឡាហើយនឹងអំបិលសម្រាប់ថ្នាំគឺប្រុសៗអ្នកដាក់បាញ់ចាមានតែប៉ុណ្្នឹងទេដោយសារភ្ញៀវខមកចាអរគុណជម្រាបលា